សូមនមស្ការចំពោះព្រះករុណាម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់ទីរាប់អានក្នុងពធដ៏សប្បុរសថ្ងៃនេះយើងបានសិក្សាប្រតិបត្តិនៅកិច្ចដ៏ប្រសើរនៅក្នុងព្រហ្មចរិយធម៌នៃការចម្រើនសមាធិនៅទុដងដែលជាវត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយមានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរព្រោះវត្តគឺទុដងកវត្តនេះជាគ្រឿងទំនុកបំរុងឧបត្ថម្ភនៅសិលរបស់យើងនឹងឆាប់ស្អាតបរិសុទ្ធសិលស្អាតបរិសុទ្ធហើយងាយស្រួលក្នុងការចម្រើនអប់រំចិត្តឲ្យស្ងប់តាំងនៅក្នុងអារម្មណ៍តែមួយក្នុងកុសលជាអារម្មណ៍សមាធិងាយស្រួលបញ្ញាកើតឡើងជាបញ្ញាថ្នាក់វិបស្សនាទៅឃើញច្បាស់កំណត់ដឹងនៅក្នុងអរិយសច្ចៈអរិយសច្ចៈណាដែលគួរកំណត់ដឹងគួរកំណត់ដឹងអរិយសច្ចៈណាដែលគួរលះអរិយសច្ចៈណាដែលព្រះអង្គឲ្យធ្វើឲ្យជាក់ច្បាស់អរិយសច្ចៈខ្លះធ្វើក្នុងការប្រព្រឹត្តបដិបត្តិនឹងឲ្យល្អត្រឹមត្រូវជាប្រកដីគឺសិលសមាធិបញ្ញាឬក៏មគ្គប្រកបដោយអង្គ8នឹងឯងហើយដូច្នេះកិច្ចក្នុងការប្រតិបត្តិអប់រំចិត្តនេះគឺជាបំណងរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គតែងតែត្រាស់ដឹងហើយទូមានដល់ពួកភិក្ខុទាំងឡាយដល់ពួកភិក្ខុនៃបាសកបាសិកាថាមនាលអ្នកទាំងឡាយចូលអ្នកចម្រើនសមាធិអប់រំចិត្តឲ្យបានល្អពីព្រោះព្រះអង្គត្រាស់ដឹងទៅឃើញបរិយចិត្តនឹងញាតិញោមដែលអាស្រ័យរាល់ថ្ងៃនឹងវាកើតរលត់កើតក៏រហ័សរលត់ក៏រហ័សហើយកើតរលត់រហ័សហើយពិបាករក្សាពិបាកទូមានពិបាកឃុំក្រងពិបាកអប់រំណាស់ធម្មជាតិនៃចិត្តនេះតែងតែឃ្លីងឃ្លោងតែងតែញាប់ញ័រតែងតែសេងសាមតែងតែមានកង្វល់ក្រវល់កវាយគ្រប់គណៈចិត្តទាំងអស់ប្រកទីពឹងទីរលឹកពេលណាដែលចិត្តនោះតែងតែស្ទុះទៅកាន់នៅអារម្មណ៍ជាទីប្រាថ្នាជាទីពេញចិត្តគ្រប់ពេលគ្រប់វេលាពេលណាដែលយើងបានអប់រំចិត្តនឹងបានល្អប្រសើរចិត្តនឹងអាចត្រាច់ទង្គត់ទៅកាន់ទីដ៏ប្រសើរទីប្រសើរអារម្មណ៍ដ៏ប្រសើរមានគុណពុទ្ធមានអានាបានសតិមានកាយកតាសតិរលឹកនៅរូបរាងកាយមានមេត្តាព្រមពហិធម៌រកកម្មដ្ឋានជាដើមនឹងឯងជាគ្រឿងឧបាយសម្រាប់រក្សាចិត្តរបស់យើងឲ្យបានស្អាតបរិសុទ្ធហើយពេលណាដែលចិត្តរបស់យើងតាំងនៅក្នុងអារម្មណ៍នៅក្នុងសមថបស្សនាចិត្តនោះកើតនៅធម៌ពីរគឺសតិនិងសម្បជញ្ញៈសតិនិងបញ្ញានេះបើចិត្តនឹងមានសតិមានបញ្ញាតែបញ្ញានឹងហើយជាឧបាយជាវិធីជាវិធីសាស្ត្រក្នុងការគ្រប់គ្រងចិត្តរបស់កណ្ដាលម្ចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់ឲ្យដឹងខ្លួនឲ្យមានស្មារតីអ្វីដែលគួរដឹងអ្វីដែលមិនគួរដឹងអ្វីដែលគួរធ្វើអ្វីមិនគួរធ្វើអ្វីដែលគួរស្ដាប់មើលអ្វីដែលមិនគួរស្ដាប់ព្រោះសតិនឹងរលឹកឲ្យយើងចងចាំទៅជាអារម្មណ៍ណាដែលជាប្រយោជន៍សមគួរនាំមកនៅសេចក្តីសុខដែលចម្រើនបញ្ញាញាណនេះគួរកំណត់ដឹងនៅសភាវៈឲ្យកាន់តែដឹងច្បាស់ឃើញច្បាស់ដោយខ្លួនឯងទៅតាមហេតុទៅតាមផលហេតុបច្ច័យឲ្យអស់ទៅនៃសេចក្តីសង្ស័យអស់ទៅនៃសេចក្តីងឿងឆ្ងល់ធ្វើចិត្តរបស់យើងនឹងឲ្យត្រង់ទៅតាមសភាវៈធម៌នឹងគឺបរមត្តធម៌
ហើយយើងយល់ព្រមដោយសមាធិហ្នឹងយល់ព្រមទៅតាមសភាពពិតដែលការដែលយើងមានសតិបញ្ញារក្សាព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គតែងសរសើរដល់បុគ្គលដែលបានចម្រើនអប់រំចិត្តនឹងបដោះនៅអាតបិសេចក្តីអត់ធន់ដែលដុតកម្ដៅនៃកិលេសដោយសេចក្តីព្យាយាមប្រឹងប្រែងអំណត់អត់ធន់មានច្រើនចិត្តរបស់យើងមានសតិបញ្ញាទន់ហើយការដុតកម្ដៅកិលេសនឹងឯងហើយដែលជាហេតុដែលធ្វើឲ្យចិត្តរបស់យើងណាទន់តូអោនទៅសរសៀទៅបង្អោនទៅរកនៃការសេពគប់នៅសប្បុរសអ្នកមានសិលអ្នកមានគុណធម៌អ្នកដែលបានអប់រំទូមានចិត្តជាបុគ្គលដ៏ប្រសើរខ្ពង់ខ្ពស់ដើម្បីតាំងចិត្តនៅក្នុងកុសលនឹងឲ្យបានមុតមមថ្លាស្អាតបរិសុទ្ធជាទីចម្រើននៅបញ្ញាញ៉ាំងចិត្តរបស់យើងនឹងបានសិក្សាបានរៀនបានស្ដាប់បានយល់នៅពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធដឹងនៅកិច្ចទាំងឡាយដែលគួរកាន់យកនៅគុណបរតនត្រ័យធ្វើយ៉ាងម៉េចឲ្យបរិសុទ្ធដឹងនៅការឲ្យទានដឹងរបៀបក្នុងការរក្សាសិលដឹងរបៀបក្នុងការអប់រំចិត្តនិងអារម្មណ៍សមថៈអប់រំចិត្តនិងអារម្មណ៍វិបស្សនាដឹងមគ្គដឹងផលបណ្ណអារម្មណ៍ព្រះនិព្វានពេលណាដែលយើងបានសិក្សាអប់រំចិត្តនេះកើតនៅបញ្ញាទៅដឹងនៅកិច្ចការទាំងឡាយជាវត្តប្រតិបត្តិជាពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធនេះជាគុណជាតិដ៏ប្រសើរបានហើយយល់ហើយដឹងហើយដំណើរនៃការអប់រំចិត្តនេះឈ្មោះថាយើងកំពុងតែដឹកនាំនៅធុរៈទាំងគន្ធរៈបស្សនាធុរៈអមអាស្រ័យជាមួយនឹងចិត្តរបស់យើងហ្នឹងឲ្យស្ទុះទៅកាន់ផ្លូវដ៏បរិសុទ្ធមជ្ឈិមាបដិបទាផ្ទៀងផ្ទាត់ពិនិត្យបច្ច័យត្រួតពិនិត្យមើលរឿយឲ្យឃើញច្បាស់ឲ្យដឹងច្បាស់ប្រកបវិជ្ជាប្រកបដោយហេតុផលច្បាស់លាស់ល្អហើយព្រមទាំងធ្វើឲ្យចិត្តរបស់យើងនឹងកាន់តែរីករាយជាទីចម្រើននៅសិលនិងវត្តគឺសិលវត្តនៃទុដងជាតបៈធម៌រិទ្ធតែចម្រើនឲ្យសិលរបស់យើងនឹងស្អាតបរិសុទ្ធងាយស្រួលក្នុងការធ្វើចិត្តរបស់យើងនោះទៅចម្រើនសមាធិនិងវិបស្សនាវត្តប្រតិបត្តិនេះបានចម្រើនហើយជាអ្នកមានបញ្ញាច្រើនបញ្ញាច្រើនបានទូមានដិតកម្ដៅនៃកិលេសបានល្អហើយជាបុគ្គលបានកម្ចាត់បង់នៅរាគាតិកិលេសឧបកិលេសអនុស័យកិលេសចិត្តស្អាតបរិសុទ្ធកិលេសអកុសលគ្រឿងសៅមងគ្រឿងជាប់ជំពាក់នឹងចេះតែអស់តិចម្ដងធ្វើឲ្យចិត្តរបស់យើងនឹងថ្លាស្អាតពីគ្រឿងអកុសលចឹងចិត្តតែថ្លាស្អាតប្រព្រឹត្តត្រង់នៅក្នុងមជ្ឈិមាបដិបទានេះចិត្តនឹងប្រព្រឹត្តទៅផ្លូវដំណើរដ៏បរិសុទ្ធដើម្បីកាន់ទីរំលត់ទុកពោលគឺព្រះនិព្វានហើយគុណជាតិទាំងអស់នេះព្រះសម្មាសម្ពុទ្ធថាបុគ្គលបានអប់រំចិត្តល្អប្រពៃប្រៀបបីដូចជាប្រច័នពេញបរមីនៃខ្នើតជាប្រច័នប្រកបទៅដោយនក្ខត្តរិកទីគោចរតាមផ្លូវនក្ខត្តរិកមានពន្លឺដ៏ត្រចះត្រចង់ដូចជាថ្ងៃពេញបរមីខែពិសាខថ្ងៃពេញបរមីខែមាឃថ្ងៃពេញបរមីខែអាសាឍមានប្រច័នចរពេញវងនៃនក្ខត្តរិកថ្ងៃដ៏ពិសេសពិសាលយ៉ាងណាចិត្តរបស់យើងពេលណាដែលបានអប់រំស្អាតបរិសុទ្ធហើយទីគោចរនៅផ្លូវកណ្ដាលនេះមជ្ឈិមាបដិបទាមានសិលមានសមាធិមានបញ្ញាឬក៏អថង្គមៈទាំង8ទីគោចរនេះជានក្ខត្តរិកល្អជាមង្គលល្អជាសរីសួស្តីល្អជាពន្លឺល្អល្អ
គណៈល្អយាមល្អគ្រប់ទាំងអស់ដោយសារតែចិត្តនឹងបានអប់រំល្អដោយសតិនិងបញ្ញាចឹងពេលណាដែលចិត្តរបស់យើងបានអប់រំល្អធ្វើឲ្យជីវិតបរិសុទ្ធផុតចាកអំពីផ្លូវអមដែលពោពេញទៅដោយភ្លើងទុក្ខភ្លើងកិលេសសេចក្តីទុក្ខទោមនស្សចង្អៀតចង្អល់បានអាស្រ័យនឹងមគ្គប្រកបដោយអង្គ8បានអាស្រ័យនៅក្នុងព្រហ្មចរិយធម៌ដើម្បីបង្អោនទៅមគ្គញ្ញាណផលកញ្ញាណអារម្មណ៍នៃព្រះនិព្វានបុគ្គលនោះឯងមានចិត្តប្រព្រឹត្តទៅក្នុងមង្គលជាបុគ្គលមង្គលដោយវិថីចិត្តនោះឯងពោពេញទៅដោយភាពស្អាតបរិសុទ្ធដោយសិលដោយសមាធិនិងបញ្ញាព្រមទាំងកាយសុចរិតវិជ័យសុចរិតមโนសុចរិតទម្លាក់ចុះនៅអកុសលទុច្ចរិតតាមផ្លូវកាយតាមផ្លូវវិចារតាមផ្លូវចិត្តជាបុគ្គលមានសតិបញ្ញាមិនធ្វើបាបទាំងចំពោះមុខទាំងកំបាំងមុខជាបុគ្គលមានសេរីឥស្សរៈព្រឹត្តទៅក្នុងសម័យកម្មគឺសិលសមាធិបញ្ញាជាបុគ្គលបានឈ្នះនៅកិលេសហើយចឹងកិច្ចនៃការបប្រតិបត្តិសមាធិនៅទុដងកវត្តក្នុងឱកាសនេះជាឱកាសដែលយើងកំពុងតែសម្រេចចិត្តរបស់យើងដើម្បីទទួលបាននៅសេរីសួស្តីក្នុងគុណជាតិដ៏បដាគឺសិលវិសុទ្ធិចិត្តវិសុទ្ធិបញ្ញាវិសុទ្ធិកាន់តែក្រៃលែងហើយជាបុគ្គលផ្សេងចាក់ទុកទាំងពួងទៅបានដល់ទីគោលដៅគឺព្រះនិព្វានតាមសេចក្តីប្រាថ្នាមានផ្លូវដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយទូមានជាផ្លូវដ៏ប្រសើរនេះអញ្ចឹងសូមប្រកាសណាំចាស់គ្រប់ព្រះអង្គញាតិញោមត្រេកអរអនុមោទនារីករាយក្នុងការសមាទានសិលរក្សានៅទុដងកវត្តចម្រើនសមថកម្មដ្ឋានបស្សនាកម្មដ្ឋាននេះឲ្យបានល្អប្រសើរសមគួរក្នុងការប្រព្រឹត្តបដិបត្តិតាមធម៌ហើយសមគួរក្នុងការសម្រេចនៅមគ្គ4ផល4ព្រះនិព្វាន1នៅក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធនេះឲ្យបានគ្រប់ព្រះអង្គគ្រប់គ្នាទៅហងសូមជ្រះថ្លាអនុមោទនា